កាលពីព្រេងនាយមានក្មេងប្រុសខ្មែរដ៏ឆ្លាតវៃម្នាក់អាយុ7 ឆ្នាំបួងសុកជុកស្លៀកសំពត់ចងក្បិនសាមញ្ញជាក្មេងដែលមានប្រាជ្ញាវាងវៃខកពីក្មេងដទៃប៉ុន្តែក៏ពូកែខាងប្រាល្បិតឌឺដងមិនធម្មតាដែរធនិញចៃចូលចិត្តរត់លេងជាមួយក្មេងៗក្នុងភូមិរាល់ថ្ងៃគេតែងតែយកនំដើរលក់ពីភូមិមួយដល់ភូមិមួយថ្ងៃមួយគេបានរែកនំបញ្ចុកដើរលក់រហូតដល់ផ្ទះសេដ្ឋីដែលមានមាឌធំក្បាលពួកធំមុខមានអំនួតផ្ទុយទៅវិញធនិញចៃមិនដែលខ្លាចអំណាចសេដ្ឋីនោះទេគេមានស្មារតីម៉ឺងម៉ាត់ក្នុងការផ្ចាញ់ផ្ចោលជាមួយសេដ្ឋីក្បាលពោះធំនោះពេលមកដល់មុខផ្ទះសេដ្ឋីធនិញចៃធ្វើជាស្រែកលក់នំបញ្ចុកលឺឲ្យសេដ្ឋីនោះចុះទីលើផ្ទះមកស៊ីនំបញ្ចុកគេឲ្យទាល់តែបាងឮដូច្នោះសេដ្ឋីក៏មើលពីលើផ្ទះមកឃើញនៅក្នុងផ្ទះសេដ្ឋីដែលធនុញជ័យនៅបម្រើលោកសេដ្ឋីតែងតែមានល្បិចកលចង់ស៊ីរបស់ឆ្ងាញ់ម្នាក់ឯងថ្ងៃមួយសេដ្ឋីបានឲ្យធនុញជ័យដាំបាយយ៉ាងឲ្យល្អទុកសម្រាប់ហូបអាជ័យដោយខ្លាចធនុញពេលបាយឆ្អិនហើយទុកបាយបាតឆ្នាំងឲ្យអាំងស៊ីចុះចំណាយឯងស៊ីបាយខាងលើទៅពេលនោះធនជ័យបានដឹងច្បាស់ពីល្បិចសេដ្ឋីសពគ្រប់អស់ហើយគេក៏ដួសបាយលើចេញហើយយកបាយបាតឆ្នាំងមកដាក់ពីលើវិញពេលសេដ្ឋីហូបបាយសេដ្ឋីក៏ឃើញក្នុងឆ្នាំងមានបាយបាតឆ្នាំងបដូរវិធីថ្មីដើម្បីធ្វើបាបធនជ័យម្លងទៀតដោយគាត់ប្រាប់ឲ្យធនជ័យស្លសម្លទឹកមិនឲ្យដាក់គ្រឿងតែឲ្យសម្លមានជាតិពេលបានស្ដាប់ដឹងរឿងអស់ហើយធនជ័យក៏យកថង់គ្រឿងចងព្យួរពីលើគោទឹកសម្លបណ្ដាច្របាច់ថង់គ្រឿងពីលើបណ្ដារួចសេដ្ឋីដើរមកភ្លក់ក៏ឆ្ងល់ទឹកសម្លនេះដោយសារភាពល្បាញល្បីឈ្មោះធនជ័យមានប្រាជ្ញាខ្លាំងខាងដោះស្រាយបញ្ហាល្បីដល់ប្រទេសចិនក្រោយមកស្ដេចចិនបានបញ្ជូនមន្ត្រីធំឲ្យមកលងប្រាជ្ញាជាមួយនឹងស្ដេចខ្មែរមន្ត្រីចិនច្រើននាក់បានមកដល់ស្រុកខ្មែរនិងបានចូលគាល់ស្ដេចខ្មែរខាងមន្ត្រីចិនបានចូលទូលព្រះអង្គដោយមានអំណួតថាចង់លបងប្រាជ្ញាជាមួយនគរខ្មែរប្រសិនខាងនគរខ្មែរឆ្លើយនឹងការដោះប្រស្នាមិនរួចទេនោះនគរខ្មែរនឹងក្លាយជាចំណុះរបស់នគរចិនតែបើខាងចិនចាញ់នោះនគរចិននឹងក្លាយជាចំណុះរបស់នគរខ្មែរពេលនោះស្ដេចខ្មែរមានការបារម្ភក្នុងចិត្តយ៉ាងខ្លាំងខ្លាចចាញ់នឹងការដោះបានប្រើល្បិចដាក់គ្រាប់កាក់ក្នុងប្រអប់ឈើរាងមូលមួយដើម្បីផ្ចាញ់អ្នកប្រាចិនប្រាស្នាទាញខ្សែអំបោះចេញពីគូតព្យុងនឹងចៃប្រើល្បិចក្នុងការដោះប្រស្នាបន្ទាប់ពីមន្ត្រីចិនចាញ់ការប្រកួតហើយក៏នាំគ្នាត្រឡប់ទៅស្រុកកំណើតវិញដោយសារភាពវៃឆាកក្រោយមកជ័យក៏បាននិរទេសទៅនៅស្រុកចិនមួយរយៈជ័យជិះលើសំពើទំទឹកមុខស្រងូតស្រងាត់ក្រោយពើបានរស់នៅទីនោះមួយរយៈជ័យប្រាជ្ញបានផ្ចាញ់ផ្ចាលស្ដេចចិនមិនចេះចប់ថ្ងៃមួយជ័យបានធ្វើខ្លែងឯកបង្ហោះនិងធ្វើសម្លេងឲ្យលាន់ឮពេញផ្ទៃវាំងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ស្ដេចនិងមន្ត្រីធំក្នុងវាំងក្រោយមកស្ដេចចិនបានឲ្យជ័យត្រឡប់មកស្រុកកំណើតវិញទាំងចៃសប្បាយចិត្តពេលបាននាំជ័យជំនះនិងយកមាសប្រាក់ច្រើនជូនមាតុភូមិវិញពេលមកដល់ជ័យបានចូលគាល់ព្រះរាជាក្រោយមកស្ដេចបានតែងតាំងធនជ័យថាជាជ័យប្រាជ្ញប្រចាំស្រុកខ្មែរឲ្យនៅជាមន្ត្រីជាន់ខ្ពស់ខាងដោះស្រាយបញ្ហាធនជ័យវ័យចំណាស់ម្នាក់ដែលមានសក់ស្នឹងផ្ទៃមុខចិត្តល្អកំពុងអង្គុយក្រោមដើមជ្រៃដ៏ធំមួយនាពេលថ្ងៃរៀបលិចពណ៌មាសគាត់ត្រូវបានចោមរោមដោយក្មេងដែលកំពុងស្ដាប់ដោយយកចិត្តទុកដាក់គាត់ធ្វើកាយវិការដូចជាកំពុងនិទានរឿងពន្លឺពណ៌មាសនាពេលល្ងាចបរិយាកាសមានក្តីសុខនិងសន្តិភាពចលនាកាមេរ៉ាបង្វើយឺតជុំវិញក្រុមមនុស្សធនជ័យប្រើដៃធ្វើកាយវិការយ៉ាងរស់រវើកនៅពេលនិយាយ